bạn sôm chuẩn bị xô bục mai bóng ổn ngàyนี้ខ្ញុំសូមបង្ហាញពីកលវត្តវាដែលសាងដោយលោកគ្រូខ្ញុំផ្ទាល់លោកគ្រូព្រំវិរៈលោកគ្រូគង់នៅវត្តទឹកហូតស្រុកលលាពីខេត្តកំពង់ឆ្នាំងបច្ចុប្បន្ននេះកនេះមានរូបព្រះអង្គខ្វាមនៅខាងក្រោយបងប្អូនបាទមានព្រះអង្គខ្វាមពីខាងក្រោយកនេះសាងពីលោហៈចម្រុះមានប្រភេទកងដៃស្ពាន់ចាស់បាក់បែកអីចឹងយើងយកមកស្លចាក់ហើយសាច់វាស្អាតណាបងប្អូនសាច់ឡើងស្លែបាទឡើងស្លែស្អាតបកមួយនេះឡើងសឹងថាដូចជាកាក់ដូចសាច់ចង់7ពណ៌បងប្អូនខាងក្រៅគឺឃើញពណ៌ស្អាតបាទខាងក្រោយនេះគឺតកតងនឹងបល័យការពារបល័យរបស់លោកឪវត្តវាពុទ្ធាំងអត្ថោនិមោពុទ្ធិយៈពុទ្ធោអរហង្គអានេះខាងបិទបាំងការពាររាំងនៅគ្រោះភ័យអន្តរាយផ្សេងយើងដាក់តាមឡានតាមអីទៅធ្វើដំណើរបានសុខសប្បាយបាទហើយសួរថានេះខាងស្នេហ៍ត្រូវពួកអីយើងលាយពីប្រភេទលោហៈច្រើនដោយប្រភេទមាសប្រាក់អីអាហ្នឹងហើយគឺខាងមេត្តាមហានិយមបងប្អូនមាសក៏ខាងការពារដែរបងប្អូនហើយកៈនេះបើមែនតែនទៅកាលណាលាយលោហៈច្រើនមុខមានស្ពាន់មានប្រភេទលោហៈចាស់ច្រើនអាហ្នឹងគេចូលជាលក្ខណៈគេហៅថាសម្រិតណាបងប្អូនប្រភេទជាសម្រិតហើយសម្រិតនេះបើតាមអ្នកដែលគាត់ជំនាញក្នុងការចាក់ពុំសាងនៅវត្ថុដូចជាស្ពាន់ដូចជាអីចេះខ្ញុំធ្លាប់សួរគេថាគឺជាការសាងដែលមានលោហៈចាប់ពី2ឬ3ឡើងទៅហើយដែលលោហៈដែលយើងចាក់សាងនោះគឺมันមានលក្ខណៈបាទពុកផុយគឺប្រើបានរហូតអាហ្នឹងហើយមានន័យថាពាក្យថាសម្រិតទេបងប្អូនដូចយើងសាងនេះដូចជាសម្រិតចឹងពួកអីវាមិនមែនតែស្ពាន់មួយមុខទេបងប្អូនយើងលាយលោហៈច្រើនណាបើសិនជាយើងលាយតែមួយមុខគឺឃើញស្ពាន់បាទលឿងដូចមាសចឹងប៉ុន្តែនេះអត់ទេបងប្អូនឃើញមានពណ៌ផ្សេងច្រើននេះជាតិនេះបងប្អូនមើលពណ៌ហើយកៈនេះបើបងប្អូនស្រឡាញ់អាចជាវយកទៅគ្រប់ថែសាបាទបងប្អូនអាចស្រោបជាប្រភេទកាវបងប្អូនកាវហ្នឹងគឺយើងអាចពាក់បានយូរបាទ10 20ឆ្នាំអត់ទៅណាទេកាលណាវាចាស់សឹកអីទៅយើងដូរតាកាវបិទឲ្យគេស្រោបកាវថ្មីទៅអាចពាក់បានអញ្ចឹងបងប្អូនបាទកៈនេះមានតែ2ទេបងប្អូនលោកគ្រូក៏ទុកឲ្យខ្ញុំតែពីហ្នឹងខ្ញុំផ្ញើជូនលោកគ្រូអស់ហើយបងប្អូនស្រឡាញ់អាចតាក់ទងបានចាំខ្ញុំដាក់លេខទូរស័ព្ទជូននៅក្នុង title ខាងលើហ្នឹងបាទអរគុណច្រើនបងប្អូន